ការឆ្លងដែនសមុទ្រជាង 5,000 គីឡូម៉ែត្រដោយជោគជ័យរបស់ទូកសូឡាដើរដោយថាមពលព្រះអាទិត្យ Helios 11 នៅលើផ្ទៃទឹកដ៏ល្វឹងល្វើយនៃដែនសមុទ្រអឺរ៉ុបនាវាចរបែបចម្លែកមួយបានទាក់ទាញភ្នែកមនុស្សជុំវិញពិភពលោកនោះគឺទូក Helios 11 ដែលកើតចេញពីគំនិតច្នៃប្រឌិតនិងការតាំងចិត្តដ៏មុតមាំរបស់បរិសុទ្ធជនជាតិហ្វាំងឡង់ម្នាក់ឈ្មោះ Lucas Schumann គាត់បានចំណាយពេលប្រមាណ200ថ្ងៃក្នុងការបង្កើតរូបរាងទូកប្រវែង11ម៉ែត្រនេះឡើងដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនត្រឹមតែ$20,000ប៉ុណ្ណោះរូបរាងដ៏សាមញ្ញដែលផ្សំឡើងពីឈើបន្ទះស្រោបដោយផ្លាស្ទិកកញ្ចក់រឹងមាំនិងគ្របដណ្ដប់ដោយផ្ទាំងសូឡានៅលើដំបូលបានប្រែជានាវាដ៏អស្ចារ្យមួយដែលអាចធ្វើដំណើរបានយ៉ាងរលូនអ្វីដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលគឺទូកសូឡាមួយគ្រឿងនេះបានកាត់ផ្តាច់ពីការប្រើប្រាស់ប្រេងឥន្ធនៈបែបបុរាណទាំងស្រុង Helios 11 បានបោះពួរចេញពីដែនទឹកនៃប្រទេសហ្វាំងឡង់ឆ្លងកាត់ប្រទេសស៊ុយអែត ដាណឺម៉ាក អាល្លឺម៉ង់ បារាំងរហូតទៅដល់កោះអ៊ីប៊ីហ្សានៃប្រទេសអេស្ប៉ាញការធ្វើដំណើរចម្ងាយជាង 5,700 គីឡូម៉ែត្រនេះបានប្រើប្រាស់ត្រឹមតែថាមពលពន្លឺព្រះអាទិត្យស្រូបយកមកផ្ទុកក្នុងអាគុយដើម្បីរុញច្រានម៉ូទ័រអគ្គិសនីឲ្យដើរទៅមុខដោយស្ងប់ស្ងាត់បំផុតដំណើរផ្សងព្រេងនេះមិនត្រឹមតែជាការធ្វើដំណើរនោះទេប៉ុន្តែវាជាបទពិសោធន៍ដ៏រំភើបមួយដែលពឹងផ្អែកលើធម្មជាតិនៅថ្ងៃដែលមានពន្លឺថ្ងៃចែងចាំងទូកអាចបោះពួយទៅមុខបានឆ្ងាយរហូតដល់315 គីឡូម៉ែត្រក្នុងមួយថ្ងៃប៉ុន្តែនៅពេលមេឃស្រទុំដំណើរក៏ត្រូវបន្ថយល្បឿនមកត្រឹម83 គីឡូម៉ែត្រតាមកម្លាំងថាមពលដែលមានបើទោះជាទូកនេះមិនមានភាពប្រណិតឬមានប្រព័ន្ធសម្រួលជីវភាពទំនើបដោយទូកទេសចរណ៍ទូទៅក៏ដោយតែវាបានបង្ហាញពីសិល្បៈនៃការរស់នៅជាមួយធម្មជាតិនិងជាសាក្សីបញ្ជាក់ថាមនុស្សយើងពិតជាអាចឆ្លងកាត់មហាសមុទ្របានដោយបាតដៃទទេនឹងការប្រើប្រាស់ថាមពលបៃតងយ៉ាងពិតប្រាកដលើសពីជ័យជំនះនៃបេសកកម្ម Helios 11 បានក្លាយជាប្រភពកម្លាំងចិត្តយ៉ាងជ្រាលជ្រៅដល់មនុស្សគ្រប់គ្នាដែលចង់ផ្លាស់ប្ដូរពិភពលោកដោយបាតដៃទទេនិងគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនវាជាភស្តុតាងបញ្ជាក់ថាការធ្វើដំណើរកាត់មហាសមុទ្រមិនចាំបាច់ទាមទារទូកប្រណិតតម្លៃរាប់លានដុល្លារនោះឡើយឲ្យតែមានការតាំងចិត្តនិងចេះទាញយកអត្ថប្រយោជន៍ពីធម្មជាតិស្នាដៃមួយនេះមិនត្រឹមតែបើកទំព័រថ្មីសម្រាប់នាវាចរបៃតងប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាជំហានដំបូងដ៏រឹងមាំក្នុងការដាស់ស្មារតីមនុស្សលោកឲ្យងាកមកស្រឡាញ់និងការពារបរិស្ថានផែនដីកាន់តែខ្លាំងឡើង